ពេចចំរៀងព្រឹត្តព្រៀងតាមភ្លេងតាក់តែងរឿងរ៉ាវខ្លួនឯងខំប្រឹងប្រែងប្រជែងវាសនាកើតមកជាកូនអ្នកស្រែចំការមានក្តីប្រាថ្នាខ្លាចជាអ្នកចំរៀងរៀនមិនបានខ្ពស់ព្រោះតែក្រក្រៃចូលច្រៀងក្នុងវង់តន្ត្រីគ្រប់ទិសទីបងអាសូសៀងថ្ងៃមួយតាំងពីងប្រឡងចំរៀងហមជាតិមិនទៀងលោកពុកចាំងឋានចោលកូនឡើងលើឆាកសំពេងនឹកគុណលោកពុកម៉ែនឹងអ្នកស្រុកនាំគ្នាមកគាំទ្រកូនមិនភ្លេចគុណទេយាយតាមិនមានបងប្អូនអង្គាប្រាំងកាំងផ្ទាល់ខ្លួនឲ្យខ្ញុំដល់វាំងចុងក្រោយចម្រៀងបទនេះខ្ញុំច្រៀងអរគុណបើសិនគ្មានទ្រង់ស្នេហ៍ជនគាំទ្រខ្ញុំក៏គ្មានខ្ញុំឡើយពេលនេះខ្ញុំជាប់ជ័យលីភីហើយចម្រៀងច្រៀងល្វើយល្វើយអោបងប្អូនអើយសូមផ្ញើខ្លួនផងសំពេងនឹកគុណលោកពុកម៉ែនឹងអ្នកស្រុកនាំគ្នាមកគាំទ្រកូនមិនភ្លេចគុណទេយាយតាមិនមានបងប្អូនអង្គាប្រាំងកាំងផ្ទាល់ខ្លួនឲ្យខ្ញុំដល់វាំងចុងក្រោយចម្រៀងបទនេះខ្ញុំច្រៀងអរគុណបើសិនគ្មានទ្រង់ស្នេហ៍ជនគាំទ្រខ្ញុំក៏គ្មានខ្ញុំឡើយពេលនេះខ្ញុំជាប់ជ័យលីភីហើយចម្រៀងច្រៀងល្វើយល្វើយអោបងប្អូនអើយសូមផ្ញើខ្លួនផង